បន្ទាប់ពីញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានស្ដាប់នៅคลิปវីដេអូនេះហើយចូលសួរខ្លួនឯងថាតើខ្លួនឯងស្ថិតនៅក្នុងពុទ្ធជនមួយណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាពុទ្ធជនមានពីរយ៉ាងទី1គឺអន្តពុទ្ធជនទី2គឺកល្យាណពុទ្ធជនពាក្យថាអន្តពុទ្ធជនគឺជនទាំងឡាយណាដែលមិនបានសិក្សានៅពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធមិនបានសួរដេញដោលមិនបានស្ដាប់មិនបានចងចាំទុកមិនបានពិចារណានៅខន្ធាតុអាយតនៈដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងហើយដោយប្រពៃហើយជាអ្នកមិនបរិបូរដោយសិលជាអ្នកមិនសង្រួមតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជនទាំងឡាយនោះបុគ្គលទាំងឡាយនោះព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យឈ្មោះថាជាអន្តពុទ្ធជនប៉ុន្តែសម្រាប់កល្យាណពុទ្ធជនព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជនទាំងឡាយណាដែលបានសិក្សានៅពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធហើយជាអ្នកសួរដេញដោលជាអ្នកស្ដាប់ជាអ្នកពិចារណានៅខន្ធាតុអាយតនៈជាអ្នកបរិបូរដោយសិលជាអ្នកសង្រួមជាអ្នកប្រតិបត្តិទៅតាមពុទ្ធអាវាទរបស់ព្រះសម្មាសម្ពុទ្ធហើយជាអ្នកកំណត់ដឹងដើម្បីបន្លុះនៅសភាវធម៌តាមសេចក្តីពិតសូម្បីតែមិនបានសម្រេចគុណធម៌នៅក្នុងថ្ងៃនេះឬក៏ថានៅក្នុងជាតិនេះក៏ដោយប៉ុន្តែក៏វាជាឧបនិស្ស័យនៃការសម្រេចគុណធម៌នៅក្នុងអនាគតជាតិចឹងពុទ្ធជនកល្យាណពុទ្ធជននោះគឺជាជនដ៏ល្អគឺជាជនដែលបានសិក្សានៅពុទ្ធអាវាទរបស់ព្រះសម្មាសម្ពុទ្ធបានសិក្សានៅបរមត្តធម៌របស់ព្រះសម្មាសម្ពុទ្ធហើយកំណត់ដឹងពិចារណានៅធម៌ទាំងឡាយដែលស្ថិតនៅក្នុងអនិច្ចំទុក្ខអនត្តាដោយពិចារណាថាវាគ្រាន់តែជាខណ្ឌវាគ្រាន់តែជាធាតុវាគ្រាន់តែជារូបវាគ្រាន់តែជាចិត្តចេតសិកតែប៉ុណ្ណោះដែល